ជាសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះត្រីមករាមកពីក្រុម SU10 ឥឡូវហ្នឹងខ្ញុំមកធ្វើពី user record user management ឥឡូវខ្ញុំចូលដល់ទី1គឺ who am I who am I កន្លែងហ្នឹងមានន័យថាបង្ហាញ user បច្ចុប្បន្នរបស់ខ្ញុំហ្នឹងឥឡូវហ្នឹងណានោះឈ្មោះត្រីមករាហើយតបមកយើងចូលទៅដល់ទី2 PWD កន្លែងហ្នឹងមានន័យថាបង្ហាញ package បច្ចុប្បន្នហ្នឹងនោះជា package របស់ខ្ញុំដែលមានឈ្មោះ home/tri makara ហ្នឹងតបមកយើងចូលទៅដល់ទី3 sudo user add .m clear .s/bin /bash clear ra ខ្ញុំដាក់ឈ្មោះហ្នឹងឈ្មោះរាហើយដល់មកខ្ញុំ enter កន្លែងហ្នឹងវាមានន័យថាខ្ញុំបង្កើត user ថ្មីឈ្មោះរាហ្នឹងនៅក្នុង home directory និង browser កាត់ហើយដល់មកយើងចូលដល់ sudo.ra អូយច្រឡំdo .ra password កន្លែងមិញខ្ញុំបង្កើតខុសដោយសារតែខ្ញុំតមកដាក់ password ឲ្យរាហ្នឹងឥឡូវខ្ញុំដាក់ password ឲ្យរាហ្នឹងខ្ញុំវាយ sudo pass wd ra ខ្ញុំដាក់រាយ៉ាងណាទៅនេះមានន័យថាpassword ហ្នឹងវាបាន update ហើយវាបានដាក់ឲ្យហើយតមកយើងចូលមួយទៀតយើងដាក់ sudo ra enter យើងដាក់ឈ្មោះដាក់ password វាចូលដែលយើងកំណត់មុនហ្នឹងឥឡូវយើងបានចូលហើយតបមកយើងវាយ who am I នេះខ្ញុំចូលបានចូលនៅក្នុងឥឡូវនេះខ្ញុំបានចូលនៅក្នុង user រាហ្នឹងហើយតបមកខ្ញុំវាយ pwd កន្លែងហ្នឹងមានន័យថាយើងចូលទៅ home directory របស់ user ថ្មីហ្នឹងរបស់យើងហ្មងណាតបមកយើងចូលដល់កូដមួយទៀតmaking my folder making directory my folder ឡើយហ្នឹងមានន័យថាខ្ញុំបង្កើត folder ថ្មីនៅក្នុងនឹងបង្ហាញ list file របស់វានោះវាចូលអីនោះmaking dir មានន័យថាកណ្ណាក៏ file អញ្ចឹងតបមកយើងចូលមកដល់មានន័យថាហ្នឹងយើងបង្កើតហើយអញ្ចឹងយើងណៃវាយ comment list មក ls ហ្នឹងមកមានន័យថាយើង list ហើយនោះយើងបានបង្កើត folder មួយឈ្មោះថា my folder ហ្នឹងហើយតបមកយើងវាយពាក្យ exit ដើម្បីចាក់ចេញដើម្បីចេញពី user រាហ្នឹងត្រឡប់ទៅ user ដើមរបស់យើងមុនហ្នឹងហើយតបមកយើងវាយពាក្យcat /etc/wd នេះខ្ញុំបានបង្កើតហើយនោះ copy ខាងក្រោមហ្នឹងមានរាមួយនិងនេះនឹងមួយឥឡូវហ្នឹងខ្ញុំពងតែនៅក្នុង folder user ដើមបើខ្ញុំចង់ filter នេះទៅខ្ញុំវាយ comment secret cat /etc/wd
ដាក់សញ្ញាបន្ទាត់ចឹងទៅហើយយើងវាយពាក្យ GRP grab រ៉ាហ្នឹងអាហ្នឹងមានន័យថានេះជាcáiបញ្ជី user ទាំងអស់នៅក្នុង system ហ្នឹងរបស់យើងហ្នឹងហ្មងណាវាមាន error មួយអ្នកទាំងគ្នាចាំតិច e មិន a មិន e នោះមានត្រីមករាជាមួយនឹងរ៉ាហ្នឹងមួយហើយថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេបាយអ្នកទាំងគ្នា